បាទពុកម៉ែបងប្អូនឥឡូវនេះខ្ញុំកំពុងតែឈរនៅលើផ្លូវបេតុងទំហំ8ម៉ែត្រផ្លូវចេញចូលបន្ទាល់ហើយខាងក្រោយខ្នងខ្ញុំនេះគឺជាផ្លូវអាស៊ីអាគ្នេយ៍ចុះពីផ្លូវអាស៊ីអាគ្នេយ៍ត្រឹមតែ130ម៉ែត្រតែប៉ុណ្ណោះហើយនេះគឺជាផ្ទះអាជីវកម្មសម្រាប់លក់ផ្ទះនេះបើយើងនិយាយឲ្យស្រួលស្គាល់មែនតើគឺនៅខាងក្រោយផ្សារទំនើបរតនាផ្លាហ្សាហើយក៏នៅជិតនឹងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរបាទគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទផាន់ណាដោយពុកម៉ែបងប្អូនបានស្ដាប់នៅខាងដើមវីដេអូអញ្ចឹងនៅខាងក្រោយខ្ញុំនេះគឺជាផ្ទះលក់បែបអាជីវកម្មហើយផ្ទះនេះគឺជាប់នឹងផ្លូវទំហំ8ម៉ែត្រផ្លូវចេញចូលមិនទាន់នោះទេហើយចំពោះឯទំហំនៃផ្ទះគឺទំហំទទឹង4ម៉ែត្រចុច2គុណនឹងបណ្ដោយរហូតដល់6ម៉ែត្រសល់ខាងមុខនៃផ្ទះដោយពុកម៉ែបងប្អូនបានមើលឃើញនេះគឺ4ម៉ែត្រហើយនឹងសល់ខាងក្រោយនៃផ្ទះគឺ2ម៉ែត្របន្ថែមទៀតផងដែរហើយចំពោះឯផ្ទះយើងវិញគឺមានបន្ទប់ទទួលភ្ញៀវធំទូលាយស្រស់ស្អាតមែនទែនគាត់បានបិទតុបតែងគ្រឿងឈើដោយពុកម៉ែបងប្អូនបានមើលឃើញអញ្ចឹងបន្ទាប់មកយើងនឹងទៅដល់កន្លែងផ្ទះបាយនិងបន្ទប់ទឹកនៅជាន់ផ្ទាល់ដីហើយបន្ទាប់មកយើងនឹងឃើញខាងក្រោយនៃផ្ទះបន្ថែមទៀតព្រោះខាងក្រោយនៃផ្ទះខ្ញុំអាចបានថតទេគឺមានទំហំ2ម៉ែត្របន្ថែមទៀតសម្រាប់ទុកដាក់អីវ៉ាន់ហើយបន្ទាប់មកយើងឡើងមកដល់ជាន់ឡាវទឿហើយនឹងជាន់ទី1ចំពោះឯបន្ទប់គេងសរុបនៃផ្ទះនេះវិញគឺមានបន្ទប់គេងរហូតដល់4បន្ទប់គេងហើយចំពោះឯបន្ទប់ទឹកមានរហូតដល់5បន្ទប់ទឹកផ្ទះនេះគឺបន្ទប់ដែលស្អាតជាងគេគឺបន្ទប់ធំបន្ទប់មេគ្រួសារនៃជាន់ទី1គឺបន្ទប់ហ្នឹងស្អាតមែនទែនពុកម៉ែបងប្អូនអាចអញ្ជើញមកមើលផ្ទាល់ភ្នែកបានគាត់រៀបចំបានស្អាតហើយបើយើងទៅមើលដល់ជាន់ទី2វិញគឺបច្ចុប្បន្ននៅវានៅឡើយទេមិនមានការទាន់សាងសង់អីទេហើយគាត់រៀបចំទុកដាក់អីវ៉ាន់បន្តិចបន្តួចតែប៉ុណ្ណោះអញ្ចឹងហើយបើផ្ទះនេះវិញខ្ញុំជំរាបជូនពុកម៉ែបងប្អូនមុនហ្នឹងគឺយើងចុះពីផ្លូវអាស៊ីអាគ្នេយ៍ឬផ្លូវណូអាហ្វ្រិកត្រឹមតែ150ម៉ែត្រតែប៉ុណ្ណោះមកដល់ទីតាំងនៃផ្ទះហើយបើយើងគិតពីទីតាំងនៃផ្ទះទៅដល់នឹងទូរទស្សន៍អាស៊ីអាគ្នេយ៍គឺត្រឹមតែ300ម៉ែត្រតែប៉ុណ្ណោះហើយពិសេសនោះគឺនៅខាងក្រោយផ្សារទំនើប Plaza ផងដែរព័ត៌មានបាត់ផ្សេងទៀតពុកម៉ែបងប្អូនអាចទំនាក់ទំនងមកខ្ញុំបាទក៏បាននិងទំនាក់ទំនងទៅក្រុមហ៊ុនបងប្អូនរបស់ខ្ញុំបាទដែលមានលេខនៅខាងលើសូមអរគុណ